ចាថ្ងៃនេះខ្ញុំសូមណែនាំកូនផាន់ខ្ញុំឲ្យបងប្អូនទាំងអស់គ្នាស្គាល់ចាកូនខ្ញុំនេះនៅក្នុងស៊ីក្លូនេះបងប្អូនឃើញហើយចាគឺជាកូនឆ្កែគាត់ឈ្មោះ Apollo ឆ្នាំហ្នឹង2026គឺគាត់ចាប់ផ្ដើមចូលដល់អាយុ8ឆ្នាំហើយចា8ឆ្នាំថ្មីនឹងឯងខួបកំណើតគាត់គឺថ្ងៃទី25ខែ12ចាម៉ាក់ខ្ញុំគាត់ជាអ្នកយកមកឲ្យកដោខ្ញុំណាចាអញ្ចឹងមកដល់ពេលឥឡូវនេះគឺគាត់មានអាយុចាចូល8ឆ្នាំប្រហែលថ្ងៃហើយគាត់ចេះមែនតើគាត់ជាឆ្កែមួយដែលមានចំណេះដឹងចាគាត់ស្ដាប់ខ្ញុំចាគាត់ slow គាត់អត់មានទៅអញ្ញៃខំគេខំឯងទេបងប្អូនឃើញស្រាប់ហើយដូចនៅក្នុងវីដេអូនេះអញ្ចឹងគាត់នៅ Pub Street ខ្ញុំយកទៅសៀមរាបទៅដើរលេងមួយខ្ញុំហើយរដូវកាល Christmas ខ្ញុំក៏ដាក់គាត់នៅក្នុងស៊ីក្លូហ្នឹងហើយគ្រប់ទីកន្លែងដែលគាត់ទៅគាត់មានភាពតាក់ទាញដោយសារខ្ញុំតបតែងឲ្យគាត់មានចៅមកគូខ្ញងហើយហ្នឹងហើយគេប៉ះគាត់បានក្មេងក៏លេងបានដែរប៉ុន្តែគាត់ថាខ្ញុំភាកច្រើនគឺខ្ញុំអត់ចង់ឲ្យគេប៉ះដោយសារតែយើងចេះតែប្រយ័ត្នប្រយែងការពារទៅយើងដឹងថាគាត់មិនខាំគេប៉ុន្តែការពារវាប្រសើរជាងអញ្ចឹងហើយបងប្អូនដឹងស្រាប់ហើយ Apollo គាត់មានចើមគាត់តបតែងអីអញ្ចឹងគ្រប់កម្មវិធីកលៈទេសៈដូចចូលឆ្នាំខ្មែរអញ្ចឹងទៅដាក់បែបខ្មែរអញ្ចឹងទៅ Christmas ដាក់បែប Christmas ហើយគ្រប់ទីកន្លែងដែលគាត់ទៅគឺមានភ្ញៀវបរទេសជាច្រើនដែលគាត់ជាទេសចរហើយគាត់ថតរូបហើយតាមពិត Apollo គាត់ចូលរួមចំណាយជាមួយខ្ញុំនៅក្នុងការផ្សព្វផ្សាយទេសចរស្រុកខ្មែរដែរដោយប្រយោលដោយសារតែគាត់មានរូបរាងតាក់ទាញអញ្ចឹងទៅតំបន់ដែលខ្ញុំទៅមានភ្ញៀវបរទេសអីគេថតរូបថតអីហើយគាត់ល្បីនៅក្នុងបណ្ដាញសង្គមជាពិសេសពួកបរទេសដោយសារតែគេមកលេងស្រុកខ្មែរគេថតឃើញគេឃើញគាត់នៅកន្លែងណាគឺគេថតហើយគេនិយាយនៅក្នុងវីដេអូផាន់គេអញ្ចឹងថាមកស្រុកខ្មែរជួបឆ្កែមានចៅមានអីឲ្យដើរលេងទៅ walk street ទៅកន្លែងណាក៏ដោយគឺខ្ញុំបដ ாய் ឲ្យគាត់ដើរខ្ញុំអត់មានដាក់ខ្សែដាក់អីទេដោយសារតែគាត់ជាសត្វដែលចេះគាត់អត់ដើរចោលកន្លែងណាដែលគាត់នៅជាមួយខ្ញុំណាហើយគាត់ចេះរកខ្ញុំគាត់ចេះស្ដាប់សំឡេងខ្ញុំហើយការដែលយើងឲ្យគាត់ដើរដោយមិនដាក់ខ្សែអញ្ចឹងដោយសារតែយើងទុកចិត្តថាគាត់ជាឆ្កែដែល slow ហើយណាមួយគាត់អត់ aggressive ទេពេលដែលគាត់អត់ជាប់ខ្សែអញ្ចឹងគឺគាត់ដឹងថាតើគាត់ត្រូវ behave ជាមួយនឹងមនុស្សហើយគាត់ស៊ាំជាមួយមនុស្សដោយសារតែខ្ញុំយកទៅ walk street អីហ្នឹងគឺខ្ញុំឲ្យគាត់ដើរជាមួយនឹងមនុស្សរាប់ពាន់នាក់អត់អីទេក្មេងអីចឹងនៅក្បែរគាត់បានចា slow ហើយចាក់វ៉ាក់សាំងចាក់អីមុជទឹកមុជអីមានថ្នាំព្យាបាលអីសពគ្រប់បែបយ៉ាងអត់មានឲ្យព្រួយបារម្ភអីទេចាហើយវានៅតែក្បែរខ្ញុំនឹងឯងកូននឹងចេះណាហើយដោយសារតែខ្ញុំចិញ្ចឹមសត្វគឺខ្ញុំនិយាយច្រើនជាមួយនឹងគាត់អញ្ចឹងទៅគាត់ស្គាល់ភាសាមនុស្សច្រើនពេលដែលយើងនិយាយកាន់តែច្រើនមួយគាត់មានតំណែងជាមួយគាត់ហើយមើលថែគាត់បានដិតដល់ល្អបដាយបដៅគាត់អញ្ចឹងទៅគាត់អត់កាចគាត់អត់ចលើសបើគាត់មិនមែនជាឆ្កែដែលគួរឲ្យខ្លាចទេចាគឺគួរឲ្យស្រឡាញ់ណាដូចនៅក្នុងវីដេអូអញ្ចឹងឃើញទេ